มาคมบอมโอนมากัน The Story Podcast Season 2พี่เฉินกดโจจะสดับ The Story Podcast ในពេលដែលគាត់ជីឡានទៅតាមខេត្តគឺគាត់ស្ដាប់រហូតដល់ចប់មានថ្ងៃមួយនោះទៅជួបគាត់នៅកន្លែងការ៉ាសាំងមួយគាត់ដើរចូលបន្ទប់ទឹកគាត់ចុះពីឡានមកប្រាប់ថាខ្ញុំពងស្ដាប់បងឯងនៅក្នុងឡានហើយគាត់ចោលយើងស្ដាប់នៅក្នុងឡានរបស់គាត់ហ្នឹងហ្មងវ៉ាវហើយ experience ល្អមែនតើនៅពេលដែលយើងទៅជួបជាមួយ fan របស់យើងនៅតាមផ្លូវគាត់ពងស្ដាប់ podcast របស់យើងណោះអូខេតាមរឿងថ្ងៃនេះគឺយើងបានពីប្អូនប្រុសម្នាក់ដែលគាត់គឺជាជាងធ្វើការនៅការ៉ាឡានមួយរឿងរន្ធត់នេះបានកើតឡើងនៅក្នុងវត្តមួយកន្លែងកាលពី8ឆ្នាំមុនពេលនោះមានប្អូនប្រុសម្នាក់ឈ្មោះគាត់សុំដាក់ឈ្មោះអញ្ចឹងយើងហៅឈ្មោះគាត់ថា B ធ្វើការនៅការ៉ាឡានមួយជាជាងជួសជុលឡានដែលខូចខ្ទេចខ្ទីបានថាឡានដែលដឹកគេការ៉ាដែលគេយកបោះចោលអញ្ចឹងណាដូចជាឡានគ្រោះថ្នាក់ចរាចរណ៍ជាដើមនៅកន្លែងការ៉ាឡានមួយនោះក៏មានលោកពូម្នាក់ឈ្មោះថាសាក់គាត់គឺជាអ្នកអនាម័យតែគាត់មិនស្គាល់គ្រឿងឡានអ្វីនោះទេគាត់ជាអ្នកបោះសម្អាតការ៉ាជូតប្រេងម៉ាស៊ីននិងប្រមូលកញ្ចក់ឡានជាដើមពូសាក់គាត់មានចរិតស្រគត់ស្រគំអត់ចូលចិត្តនិយាយស្ដីជាមួយអ្នកណាគេនៅក្នុងកន្លែងការ៉ានោះពិតជាចម្លែកមែនទែនហើយមូលហេតុដែលម្ចាស់ការ៉ានេះទទួលយកគាត់ដោយសារតែក្តីអាណិតអាសូរតែប៉ុណ្ណោះដើមតងដែលគាត់មកពីណាចាំខ្ញុំប្រាប់តាមក្រោយអានេះគឺគាត់ផ្ញើមកអញ្ចឹងពេលមួយនោះមានឡានដឹកទំនិញមួយគ្រឿងបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យខូចខ្ទេចខ្ទីទាំងអស់តែម្ដងត្រូវយកមកជួសជុលឡើងវិញទាំងអស់មិនថាតោនបាញ់ថ្នាំឬក៏ដូរគ្រឿងក្នុងនោះទេ B គឺជាអ្នកត្រូវជួសជុលឡានមួយនឹងគាត់ចាប់ផ្ដើមធ្វើបញ្ហានៅដំបូលឡានគាត់បានឡើងទៅលើដំបូលឡានយកក្រដាសខាត់ដើម្បីបាញ់ពណ៌ថ្មីប៉ុន្តែសុកស្រាប់តែពូសាក់ដែលជាអ្នកបោះសម្អាតហ្នឹងគាត់ក៏ដើរមកនិយាយថា B ក្មួយឯងលើក្រោយជន់ក្បាលឡានជន់អីហ្នឹងណាសុំគេផងម្ចាស់ឡានគេដឹងគឺអត់សប្បាយចិត្តទេណាពេលនោះ B ក៏ឆ្លើយទៅវិញថាហើយពូម្ចាស់ឡានណាក៏គេមិនពេញចិត្តដែរតែខ្ញុំចាំបាច់ត្រូវតែឡើងទៅលើនឹងដើម្បីជួសជុលដំបូលឡានពេលនោះពូក៏ឆ្លើយតបទៅវិញថាក្មួយឯងគួរយកកៅអីឬក៏ចិនដាឡើងទៅល្អជាងលើក្រោយណាព្រោះថាឥឡូវម្ចាស់ឡានគេកំពុងតែឈរមើលដោយមិនពេញចិត្តដល់ពេលអញ្ចឹង B ក៏ងាកទៅឆ្វេងងាកទៅស្ដាំមើលនៅជុំវិញហ្នឹងថាកន្លែងណាដែលម្ចាស់ឡានហ្នឹងកំពុងតែឈរមើលប៉ុន្តែគាត់មើលឡើងមួយជុំទៅហើយនៅតែមិនឃើញមានមនុស្សណានៅឈរក្បែរហ្នឹងទេឯពូក៏ដើរត្រឡប់ទៅវិញទៅយកចិនដាលដែកមួយយកមកឲ្យ B អញ្ចឹងទៅហើយក៏ប្រាប់ថាក្មួយយកអានេះទៅលើក្រោយហើយគាត់ក៏ដើរត្រឡប់ទៅវិញបាត់ទៅក្រោយពេលដែលពូដើរចេញបាត់ទៅ B ក៏បន្តធ្វើការជួសជុលដោយអត់បានដឹងអ្វីទាំងអស់តែគិតនៅក្នុងចិត្តថាតិចប្រហែលជាគាត់មានស្មារតីអត់ល្អពេកទេដឹងបានគាត់គិតថាមានមនុស្សនៅជុំវិញហ្នឹងកំពុងតែមើលអញ្ចឹងណាក្រោយជួសជុលរហូតដល់ពេលល្ងាចមានខាងក្រុមហ៊ុនធានារ៉ាប់រងបានយកឯកសារផ្សេងមកដើម្បីសញ្ញេក្នុងការជួសជុលឡាននោះនៅពេលនោះ B ក៏បានសួរទៅបងម្នាក់ខាងក្រុមហ៊ុនធានារ៉ាប់រងនោះថាបងតាមម្ចាស់ឡានហ្នឹងគាត់គ្រោះថ្នាក់ចរាចរណ៍ទទួលរបួសធ្ងន់ធ្ងរដែរឬអត់បងអ្នកធានារ៉ាប់រងហ្នឹងក៏បានប្រាប់មកវិញថាអូគាត់បានគ្រោះថ្នាក់នៅកន្លែងហ្នឹងមែនគាត់ស្លាប់បាត់ហើយនិយាយឲ្យខ្លីទៅគឺស្លាប់នៅក្នុងឡានទឹកបៀតនៅក្នុងឡានហ្នឹងតែម្ដងនៅពេលដែលគ្រោះថ្នាក់ហ្នឹងបានន័យថាគ្រោះថ្នាក់ហ្នឹងស្លាប់នៅកន្លែងភ្លាមបាទហ្នឹងគឺគៀបស្លាប់ពេលឮបែបហ្នឹង B គាំងតែម្ដងដោយសារតែមើលទៅសភាពឡានគិតថាមិនគួរណាគ្រោះថ្នាក់ត្រូវស្លាប់បែបនេះទេហើយនៅក្នុងខួរក្បាលក៏នឹកឃើញពាក្យរបស់លោកពូអនាម័យពូសាក់ហ្នឹងតែគាត់និយាយកាលពីព្រឹកមិញថាម្ចាស់ឡានមកឈរមើលដោយមិនពេញចិត្តខ្ញុំម្ចាស់ឡានណាមកចូលមើលដល់ពេលអញ្ចឹងទៅ B កាន់តែឆ្ងល់ថាពូអនាម័យហ្នឹងមិនបានជាថាម្ចាស់ឡានហ្នឹងស្លាប់បាត់បង់ជីវិតអញ្ចឹងមានន័យថាពូបានឃើញខ្មោចមែន B បានសម្រេចចិត្តថាស្អែកនេះនឹងទៅសួរពូអនាម័យឲ្យច្បាស់ហ្មងតែស្រាប់តែស្អែកឡើងតាំងពីព្រឹកដល់ល្ងាចអត់ឃើញពូអនាម័យមកតល់តែសោះដល់ល្ងាចដល់ម៉ោងរៀបចំចិត្តចេញទៅផ្ទះទៅហើយ B ក៏គិតថាមើលទៅថ្ងៃនេះមិនបានជួបពូនឹងទេហើយក៏ដើរទៅយកម៉ូតូដើម្បីត្រឡប់ទៅផ្ទះ
ស្រាប់តែងាកទៅឃើញពូអនាម័យកំពុងតែដើរចូលទៅក្នុងការ៉ាសនៅពេលនោះហ្នឹងហើយ B ក៏ចុះពីលើម៉ូតូដើរតម្រង់ទៅរកពូអនាម័យនោះវិញភ្លាមហើយសួរថាពូមិនថ្ងៃនេះអត់ឃើញពូមកធ្វើការអញ្ចឹងពូសាក់ក៏ឆ្លើយមកវិញថាថ្ងៃនេះមេឲ្យទៅកាប់ដើមឈើនៅឯផ្ទះគាត់ពេញមួយថ្ងៃហើយឯងមករកពូមានការអី B ក៏នាំពូអនាម័យទៅរកកន្លែងអង្គុយដើម្បីនិយាយគ្នា B ក៏សួរថាពូម្សិលមិញពូឯងឃើញខ្មោចមែនពូសាក់ក៏ឆ្លើយវិញថាអើពូឃើញពូគឺជាមនុស្សដែលមើលឃើញខ្មោចតាំងពីក្មេងមកម្លេះ B ក៏បានប្រាប់ថាពូខ្ញុំទៅរកទិញប៊ីយ៉ាមួយកំប៉ុងពីរកំប៉ុងហើយចាំមកអង្គុយផឹកនិយាយគ្នាបន្តិចពីព្រោះថាខ្ញុំមានរឿងច្រើនដងហើយចង់សួរពូគាត់ប្រាប់ថាគាត់ឈប់ផឹកស្រាផឹកអីយូរហើយដោយសារតែជីវិតគាត់កន្លងមកត្រូវវិនិច្ឆ័យហិនហោចដោយសារតែគ្រឿងស្រវឹងនឹងឯងហើយឯងចង់ដឹងអត់ថាជីវិតពូជួបអីខ្លះពូមិនដែលរំលឹកប្រាប់ឬក៏និយាយរឿងហ្នឹងប្រាប់អ្នកណាគេទេពីមុនមកប៉ុន្តែថ្ងៃនេះពូប្រាប់ឯងទៅចុះទុកជាឧទាហរណ៍និងបទពិសោធន៍នៅក្នុងជីវិតកាលពីជាង15ឆ្នាំមុនហ្នឹងពូធ្លាប់ជាអាចារ្យដុតខ្មោចដោយសារតែពូជាអាចារ្យអញ្ចឹងលុយពូភាគច្រើនបានមកពីបុណ្យខ្មោចបើសិនជាផ្ទះណាមានលុយកាក់ពូក៏បាន$20ទៅ$30ដែរប៉ុន្តែបើអត់ទេក៏បាន4-10រៀលទៅតាមម្ចាស់ផ្ទះអញ្ចឹងទៅពូគឺជាមនុស្សចូលចិត្តផឹកស្រាស្រាប់តែមានថ្ងៃមួយប្រហែលជាង8ឆ្នាំមុនមានសពអនាថាដែលត្រូវយកទៅបូជាសពហ្នឹងគឺជាសពមនុស្សស្រីដែលមានកូននៅក្នុងពោះដោយសារតែសពហ្នឹងអត់មានសាច់ញាតិគាត់ក៏ទុកនៅកន្លែងបន្ទប់សាកសពអនាថាក្រែងលោកមានបងប្អូនមករកក្រោយពីវត្តទទួលយកសាកសពនឹងមកអ្នកភូមិនៅជុំវិញនោះគឺខ្លាចគ្រប់គ្នាតែម្ដងពួកគេជឿថាខ្មោចស្រីនោះមានផ្ទៃពោះអញ្ចឹងគឺចង់អាឃាតខ្លាំងណាស់រឿងហ្នឹងគឺល្បីខ្លាំងមែនតើឮទៅដល់ត្រចៀកគ្រូខ្មោចម្នាក់ហើយនៅយប់នោះគ្រូខ្មោចម្នាក់នោះបានមកកាន់វត្តសួរថាអ្នកណាគេជាអាចារ្យដុតខ្មោចនៅវត្តហ្នឹងដល់ពេលស៊ើបចុះស៊ើបឡើងទើបដឹងថាពូគឺជាអាចារ្យភ្លុកនៅវត្តហ្នឹងគ្រូខ្មោចម្នាក់ហ្នឹងក៏បានទៅប្រាប់ថាឲ្យពូវះយកកូនចេញពីពោះសាក់សពស្ត្រីម្នាក់ហ្នឹងឲ្យលឿនភ្លាមគាត់នឹងឲ្យលុយ$300ជួអាចារ្យដុតខ្មោចឲ្យយកកូនពីសាក់សពយកកូនធ្វើកូនក្រក់ទៀតតែកូនក្រក់ខែងដល់មនុស្សនឹងព្រមឯងដល់មនុស្សនឹងរੂឲ្យព្រមឲ្យវះអញ្ចឹងណាតែពេលខ្លះអានេះខ្មោចស៊ីសងលើអាចារ្យតាយ៉ាឥឡូវទៅមើលថាគាត់យកអានឹងទៅធ្វើអីដូចដែលបានប្រាប់អញ្ចឹងពូអត់លុយផងហើយចូលចិត្តផឹកទៀតអញ្ចឹងគ្រាន់តែលើថាគេឲ្យ$300ហ្នឹងហើយបេះដូងញាត់ដុបដាក់អតែម្ដងហើយគ្រូខ្មោចហ្នឹងបញ្ចុះបញ្ចូលទៀតថាពី3អាទិត្យហើយអត់មានសាច់ញាតិផងអញ្ចឹងអាចារ្យជួយវះយកកូនហ្នឹងឲ្យខ្ញុំបន្តិចមកដល់លឺទាំងលុយលឺថាអាហ្នឹងគឺជាសាក់សពអនាថាទៅទៀតអត់មានសាច់ញាតិតាមរករឿងអញ្ចឹងណាស្ដាប់ទៅសមហេតុសមផលលោកពូអាចារ្យហ្នឹងក៏សម្រេចចិត្តវះយកកូនហ្នឹងទៅឲ្យគ្រូខ្មោចតែម្ដងក្រោយពីវះកូនក្មេងឲ្យទៅគ្រូខ្មោចនឹងបាត់ទៅស្របពេលហ្នឹងគឺពេលយប់តែម្ដងពូអាចារ្យក៏រៀបចំខ្លួនត្រឡប់ទៅផ្ទះចូលដេកប៉ុន្តែស្រាប់តែឮសំឡេងស្រីម្នាក់យំនៅខាងក្រៅផ្ទះរបស់គាត់ហើយដើរជោគយំហ្នឹងម្ដងកាច់ជ្រុងនេះម្ដងកាច់ជ្រុងនោះគឺដើរយំនៅជុំវិញផ្ទះពូសាក់ហ្នឹងតែម្ដងយំរបៀបសំឡេងព្រួយខ្លាំងមែនតើហ្មងគាត់អត់ដែលឮសូរសំឡេងមនុស្សស្រីណាយំសំឡេងបែបអញ្ចឹងឯងរបៀបមិនគ្រាន់តែជាសំឡេងមនុស្សស្រីយំគឺសំឡេងហ្នឹងធ្វើឲ្យយើងព្រឺរោមហ្មងចង់និយាយអញ្ចឹងសោកព្រឺព្រួយហើយផ្ទះរបស់ពូសាក់គឺជាប្រភេទផ្ទះឈើតូចនៅក្នុងបរិវេណវត្តតែម្ដងផ្ទះហ្នឹងនៅក្នុងវត្តទៅទៀតឮគ្រាន់តែឮសូរសំឡេងស្ត្រីម្នាក់យំគាត់ដឹងភ្លាមថាអ្នកស្រីហ្នឹងហ្មងហ្នឹងហើយដោយសារតែគាត់គឺជាអាចារ្យភ្លុកអាចារ្យខ្មោចគាត់អត់ចេះខ្លាចរឿងខ្មោចហ្នឹងទេហើយគាត់ក៏ជេរខ្មោចហ្នឹងថាណែនាងចេញឲ្យឆ្ងាយទៅយើងអត់ខ្លាចទេមិនបាច់ចាំមកបន្លាចអញទេទៅឲ្យលឿនបើមិនលឿនទេអញសូត្រធាត់ដាក់បណ្ដាសាហើយអត់ឲ្យទៅចាប់ជាតិទេវើយគាត់ខ្លាំងប៉ះខ្លាំងស្រាប់តែខ្មោចស្រីនោះដូរពីការយំសោកទៅជាផ្ដល់សំឡេងបែបឲ្យគាត់ដឹងថាគេកំពុងតែព្យាយាមទំនាក់ទំនងមកពូសាហ្នឹងដោយឲ្យនិយាយថាយកកូនមកឲ្យអញវិញ
យកកូនមកឲ្យអញវិញយកកូនគេទៅយ៉ាឧស័កក៏ស្រែកទៅវិញថាអញគ្មានកូនគ្មានអីនៅនឹងអញទេអញឲ្យគេទៅអស់ហើយបើចង់ទៅនាងឯងទៅយកពីគេទៅគ្រាន់តែនិយាយបែបហ្នឹងភ្លាមស្រាប់តែស្ងាត់ជ្រាបបាត់សំឡេងខ្មោចស្រីនឹងលេងយំលេងឆ្លើយតបតែម្ដងគឺស្ងាត់ជ្រាបហ្មងទៅបាត់ហ្មងដល់ពេលព្រឹកឡើងប្រពន្ធរបស់ពូក៏មកសួរពូថាឯងយប់មិញមានឮសូរសំឡេងមនុស្សស្រីមកយំក្បែរផ្ទះយើងទេពូឆ្លើយថាអត់មានឮអីផងគាត់រំងាប់កុំឲ្យប្រពន្ធគាត់ហ្នឹងខ្លាចក្រោយពីឮប្រពន្ធនិយាយអញ្ចឹងគាត់ដឹងថាខ្មោចស្រីម្នាក់ហ្នឹងប្រកាសជាលងបន្លាចអ្នកផ្ទះគាត់ទាំងអស់គ្នាតែម្ដងមិនមែនឲ្យគាត់ឮតែម្នាក់ឯងប៉ុន្តែទៅលងគ្រប់គ្នាតែម្ដងគាត់ក៏ដើរតម្រង់ទៅបន្ទប់ដាក់សាកសពស្រីម្នាក់ហ្នឹងហើយក៏ចង្អុលជេរទៅកាន់សាកសពហ្នឹងខ្លាំងតែម្ដងថាខ្លាំងហងមិនត្រឹមតែមកលងអញជេរអញយប់មិញទៅលងបន្លាចអ្នកផ្ទះអញទៀតថ្ងៃហ្នឹងអញនោមដាក់ថ្ងៃម្ដងគាត់បានទប់សាកសពរបស់ស្ត្រីម្នាក់ហ្នឹងអត់ធ្វើបូជាអីទាំងអស់ហើយនោមដាក់សាកសពមនុស្សស្រីហ្នឹងទៀតហើយពូសាក់គាត់មានប្រពន្ធមួយកូន2នាក់កូនប្អូនអាយុ7ឆ្នាំកូនបងអាយុ11ឆ្នាំរឿងរ៉ាវចាប់ពីពេលនោះគឺប្លែកចាប់ផ្ដើមកើតឡើងទៅលើជីវិតគាត់និងក្រុមគ្រួសាររបស់គាត់ថ្ងៃមួយពូសាក់កំពុងតែបោសសម្អាតបរិវេណវត្តស្រាប់តែមានអ៊ំស្រីលក់បាយនៅគៀនវត្តហ្នឹងរត់មកយ៉ាងត្រហេបត្រហបមកប្រាប់គាត់ថាអាសាក់ហែងទៅមើលកូនហែងឡានបុកនៅមុខវត្តវើយពូសាក់លឺភ្លាមគាត់រន្ធត់គាត់ភ័យខ្លាំងមែនតើហើយគាត់ទីងកង់ជិះទៅមើលកូនគាត់ឃើញរូបភាពដែលគាត់មិនចង់ឃើញកូនស្រីគាត់ត្រូវបានឡានកង់10មិនធម្មតាបុកកិនតិចសាកសពហ្មងតិចវាយលាក្បាលហ្មងបបាក់ទទួលយកណាស់ហើយសំខាន់មិនគ្រាន់តែបែកណាកិនដាច់ក្បាលហ្មងដាច់ក្បាលទៅហ្មងពីខ្លួនផ្សេងក្បាលផ្សេងក្បាលនឹងខ្ទេចហ្មងហ្នឹងហើយមូលហេតុបង្កដោយសារតែកូននឹងកំពុងតែជិះកង់មកផ្ទះនៅសល់តែបន្តិចដល់ផ្លូវកាច់ចូលវត្តទៅហើយស្រាប់តែវាចេះកិនដុំថ្មធ្វើឲ្យដួលកង់គាត់នឹងហើយគាត់ផ្អៀងទៅកណ្ដាលផ្លូវស្រាប់តែឡានកង់10ហ្នឹងមកពីខាងក្រោយតតែម្ដងគាត់បានរៀបរាប់ពីរឿងរ៉ាវទាំងអស់ហ្នឹងយ៉ាងអនាធមយំបដារាយរាប់បដាក្រោយពីមានរឿងរ៉ាវបែបនេះគាត់តែងតែសួរខ្លួនឯងថាហេតុអីបានមានរឿងរ៉ាវបែបហ្នឹងកើតឡើងចំពោះកូនរបស់គាត់ទាំងដែលគាត់ជាអាចារ្យហើយកំពុងតែមានរឿងរ៉ាវមួយខ្មោចអញ្ចឹងប៉ុន្តែគាត់បាននឹកដល់ថាខ្មោចនឹងអសងសឹកដល់ថ្នាក់ហ្នឹងឯងគាត់គិតថាវាជាឧបទ្ទវហេតុធម្មតាកំពុងតែចាត់ចែងបុណ្យសពកូនស្រីច្បងមិនទាន់បាន3ថ្ងៃផងនៅថ្ងៃទី2នៃថ្ងៃបុណ្យសពគាត់ក៏ទទួលបានដំណឹងពីសាលារៀនកូនស្រីបើរបស់គាត់ដែលអាយុ7ឆ្នាំហ្នឹងថាកូនរបស់គាត់ត្រូវស្លាប់ម្នាក់ទៀតហើយដោយសារតែលង់ទឹកនៅស្រះក្រោយសាលាដោយសារតែពេលថ្ងៃដល់ម៉ោងសម្រាកកូនសិស្សទាំងអស់ត្រូវចេញទៅញ៉ាំអាហារក្នុងអំឡុងពេលសម្រាកប្រហែលក្មេងៗហ្នឹងគឺអាចនាំគ្នាទៅលេងនៅក្បែរមាត់ទឹកហើយឡើងទឹកបេះអំពិលទឹកវាប្រះពីលើស្រះហ្នឹងហើយអញ្ចឹងគាត់អាចនឹងពេលដែលបេះហ្នឹងគាត់ធ្លាក់ចូលក្នុងទឹកហើយក៏លង់ទឹកស្រាប់តែម្ដងប៉ុន្តែភាគច្រើនក្មេងសុកសេតគាត់ចេះហែទឹកភាគច្រើនជំនាញហ្មងគាត់ពិតជាគិតមិនដល់ទេព្រោះកូនគាត់គឺប៉ិនហែទឹកណាស់ហេតុអីបានត្រូវលង់ទឹកនេះឃើញអត់ហើយដល់ពេលអញ្ចឹងទៅនៅពេលដែលឃើញមិត្តភ័ក្តិធ្លាក់ទឹកមិត្តភ័ក្តិរបស់កូនគាត់ហ្នឹងគិតថាម្នាក់ហ្នឹងចេះហែទឹកអញ្ចឹងការដែលវាលង់ទឹកនោះប្រហែលជាវាធ្វើអត់រត់ទៅប្រាប់គ្រូឲ្យមកជួយទេអញ្ចឹងទៀតអត់ហ៊ានប្រាប់គ្រូហើយទុកឲ្យរឿងហ្នឹងស្ងាត់អញ្ចឹងទៅព្រោះខ្លាចខ្លួនឯងហ្នឹងត្រូវរំពាត់ដែរហត់មកលេងទឹកពេលទាំងអស់ពេលចេញលេងពេលញ៉ាំម៉ោងបាយហើយម្យ៉ាងដឹងតែពុកម៉ាក់ខ្លួនឯងចេះហែទឹកអញ្ចឹងវាធ្វើទេចូលទៅរៀនធម្មតាទៅទៀតអត់ទៅប្រាប់គ្រូទៀតអត់មើលថាពុកម៉ាក់ហ្នឹងមកវិញនៅឯងក្មេងៗយើងបន្តអត់កើតទៀតលុះដល់ចិត្តម៉ោងរៀនចប់គ្រូខំប្រឹងសួររកថាអ្នកណាមានឃើញអូនហ្វាអត់អូនហ្វាគឺជាកូនបើរបស់ពូសាក់ហ្នឹងក៏មានមិត្តភ័ក្តិម្នាក់នៅក្នុងថ្នាក់ហ្នឹងបានប្រាប់ថាឃើញហ្វាធ្លាក់ទឹកតាំងពីថ្ងៃមកម៉េចអ្នកគ្រូធ្វើឲ្យរឿងហ្នឹងបែកធ្លាយកាន់តែធំពេលល្ងាចទៅហើយគ្រាន់តែលើថាកូនស្រីជាទីស្រឡាញ់បាត់បង់ជីវិតភ្លាមគឺគាត់កាំងហ្មងកូនទី1ពងធ្វើបនសពហ្នឹងណា
គឺមានតែដាច់ចិត្តទៅស្រង់កូនហ្នឹងមកធ្វើបុណ្យសពរួមគ្នាមួយបងកូនទី1កូនម្ដង2នាក់នៅក្នុងបុណ្យសពតែមួយ ហើយកូនមានតែ2នឹងទៀត ដល់ពេលឃើញសពកូនទាំងពីរអញ្ចឹងទៅគាត់នឹកឃើញថាតិចមកពីវិញ្ញាណស្រីម្នាក់នឹងទេដឹងដែលធ្វើឲ្យកូនគាត់ស្លាប់ម្ដងទាំងពីរនាក់នៅក្នុងពេលចិត្តគ្នាបែបហ្នឹងពេលហ្នឹងទើបគាត់ចាប់ផ្ដើមនឹកឃើញហើយធម្មតាទេពូសាក់គឺជាអាចារ្យខ្មោចអញ្ចឹងគាត់មានរបស់ស័ក្តិសិទ្ធិមានវិជាមន្តអាគមខ្លះនៅជាប់ខ្លួនប៉ុន្តែប្រពន្ធគាត់អត់មានទេក្រោយពីចប់បុណ្យសពរួចរាល់គាត់ក៏ទៅធ្វើការនៅវត្តបោះសម្អាតរីឯប្រពន្ធរបស់គាត់គិតតែយំសោកបាត់បង់កូនទាំងពីរនាក់លុះដល់ល្ងាចមកវិញពេលដែលគាត់ត្រឡប់ពីធ្វើការទៅផ្ទះហ្នឹងពូសាក់ក៏បើកទ្វារស្រាប់តែឃើញជើងយកទៅយកមកនៅក្នុងផ្ទះហ្នឹងបាត់ហើយប្រពន្ធគាត់ចងកសម្រាប់ខ្លួនបាត់ហើយពេលខ្លះគាត់ទប់ចិត្តបានមនុស្សស្រីហើយកូនស្លាប់ម្ដងទាំងពីរនាក់ កូនមានតែ2ហើយស្លាប់ម្ដងទាំងពីរហ្មង គឺប្រពន្ធរបស់គាត់បានចងកទៅនឹងថ្នាំផ្ទះសម្រាប់ខ្លួននៅពេលនោះ តែឈើ 3ថ្ងៃគាត់បាត់បង់កូនទាំងពីរនាក់ស្អែកឡើងប្រពន្ធ កូនមួយទៀត មនុស្សធម្មតាគឺដូចបដាចាអញ្ចឹង ហ្នឹងហើយ គាត់ស្ទុះទៅអោប្រពន្ធយំសោកទៅសម្រាប់ចិត្តចុងក្រោយយកក្បិតមកកាត់ត្រៃមកកាត់ដើម្បីដាក់ប្រពន្ធចុះគាត់គិតថាប្រពន្ធគាត់នៅមានដង្ហើមទៀតពេលហ្នឹងយំសោកអស់មកស្ទុះហើយហ្នឹងហើយតែជាអកុសលប្រពន្ធគាត់បានទៅលេងត្រឡប់ហើយភ្លាមនោះគាត់អត់តន់ទៅប្រាប់អ្នកណាទេគាត់សំដៅទៅរកកន្លែងសាកសពស្ត្រីខ្មោចនឹងតែម្ដងពីព្រោះលើកនេះគាត់ច្បាស់ណាស់ថាប្រកាសជាខ្មោចនឹងជាទង្វើរបស់ខ្មោចនឹងពូសាក់គឺជាមនុស្សម្នាក់ដែលមានញាណមានមន្តអាគមអាចមើលឃើញខ្មោចបានគ្រាន់តែទៅដល់មុខនឹងស្រាប់តែគាត់ឃើញវិញ្ញាណកូនប្រពន្ធរបស់គាត់នៅក្បែរសពស្ត្រីម្នាក់នឹងតែម្ដងធម្មតាបើយើងធ្លាប់មើលខ្មោចគេថតមកគឺខ្មោចណាដែលទៅតងបលឹងមនុស្សនឹងមកឲ្យស្លាប់តែងតែគាត់ទៅជាបរិវាររបស់ខ្មោចដែលទៅតងនឹងគេយកទៅនៅជាមួយអញ្ចឹងហ្នឹងហើយវិញ្ញាណកូនគាត់ហើយនឹងប្រពន្ធគាត់គឺឈរយំសោកតែធ្វើអីអត់កើទេគឺរបៀបដូចត្រូវបានគេចងច្បាក់អីមួយយ៉ាងអញ្ចឹងក្រោយឃើញរូបរាងគ្រួសាររបស់គាត់បែបហ្នឹងហើយឮសូរសំឡេងខ្មោចស្រីហ្នឹងនិយាយមកថាហែងយកកូនអញក៏យកកូនហែងមកវិញបានដែរហើយអញមិនឲ្យហែងសងអញតែមួយទេអញឲ្យហែងសងអញជា3អញសុំគុណអញតាមសម្រួលហែងអត់ឲ្យអញធ្វើអីហែងអត់បានអញ្ចឹងអញមានតែធ្វើអីប្រពន្ធកូនហែងគ្រាន់តែលើបែបហ្នឹងពូគាត់រន្ធត់ចិត្តខ្លាំងមែនតើខឹងថាខ្លួនឯងអាចធ្វើអីមួយខ្មោចនឹងបានប៉ុន្តែគាត់គាត់ទុនចិត្តបែរជាមកបន្ទោសខ្លួនឯងនៅរឿងរ៉ាវដែលកើតឡើងចំពោះប្រពន្ធកូនគាត់នៅពេលឥឡូវហ្នឹងចាប់ពីពេលនោះកន្លងផុតទៅជីវិតរបស់គាត់កាន់តែដុនដាបទៅរហូតមកដល់ពេលបច្ចុប្បន្នគាត់នៅតែចងចាំរូបភាពនិងសម្លេងខ្មោចស្រីនោះរហូតទោះបីជាគាត់ខំប្រឹងធ្វើបន់ដាក់បាតឲ្យប៉ុណ្ណាក៏ដោយយើងអត់បានដឹងថាគាត់បានធ្វើអីបន្តមួយសាកសពហ្នឹងប៉ុន្តែគាត់និយាយមកគឺមកដល់ពេលនេះគឺទោះបីជាព្យាយាមធ្វើបន់ដាក់បាតឲ្យខ្មោចស្រីម្នាក់ហ្នឹងបានន័យថាគាត់អាចនឹងបូជាសពហ្នឹងហើយប៉ុន្តែបលឹងរបស់ខ្មោចហ្នឹងគឺរបៀបអត់ទៅណាឬក៏មិនទេរបៀបថាបើសិនយើងគិតវិញថានៅពេលដែលគ្រូខ្មោចយកកូនម្នាក់ស្រីខ្មោចហ្នឹងទៅអ្នកស្រីខ្មោចក៏ធ្វើអីគ្រូខ្មោចហ្នឹងអត់បានដែរហើយព្រោះតាប៉ុនអាចារ្យភ្លុកពិនពូសាក់ហ្នឹងមិននៅធ្វើអីអត់បានផងហ្មងគ្រូខ្មោចគេយកទៅធ្វើអំពើអញ្ចឹងបានន័យថាម៉ែកូនគេដឹងគ្នាប៉ុន្តែនៅតែទៅយកកូនគេវិញអត់បានអញ្ចឹងចឹងអាចនៅរហូតព្រោះđấyសងសឹកមែនប៉ុន្តែធ្វើអីគ្រូខ្មោចហើយម្យ៉ាងគ្នាជាខ្មៅអាណាថាអត់មានសាច់ញាតិមានណាគេធ្វើបន់បងស្គរឧទ្ទិសកុសលឲ្យអញ្ចឹងដល់ពេលអញ្ចឹងអាចនឹងនៅតែវល់ជាខ្មៅអាណាថាអញ្ចឹងទៅធ្វើឲ្យគាត់នឹងគឺនឹកអាឡ័យនៅតែចងចាំរូបភាពនិងសម្លេងខ្មោចស្រីនឹងហើយនឹងក្រុមគ្រួសារគាត់រហូតទោះបីជាគាត់ធ្វើបន់ដាក់បាតកម្រិតណាក៏ដោយអាភាពចងចាំគឺនៅក្នុងអារម្មណ៍របស់គាត់ធ្វើឲ្យគាត់ធ្វើការនៅវត្តនឹងលែងបានរហូតដល់ថ្នាក់គឺចេញពីនឹងដើម្បីស្វែងរកការងារនៅក្រៅធ្វើជាមនុស្សធម្មតាធ្វើអញ្ចឹងទៅអញ្ចឹងក៏អត់មានជំនាញអីទេក្រៅពីដុតខ្មោចអញ្ចឹងមានតែទៅដើរសុំគេធ្វើជាអ្នកបោសសម្អាតនឹងឯងហ
ហើយនឹងឯងគឺជាដើមហេតុដែលធ្វើឲ្យគាត់ធ្លាក់ខ្លួនទៅជាអ្នកបោះសម្អាតនៅក្រះឡានមួយហ្នឹងអាហ្នឹងគឺដូចជាកម្មពីរបស់គាត់អញ្ចឹងគាត់រស់នៅគ្មានក្តីសុខទេដូចស្លាប់អញ្ចឹងទៅធ្វើឲ្យគាត់ខ្លាចជាមនុស្សមិននិយាយស្ដីរកអ្នកណាទាំងអស់បាទចរិតគាត់ពីមុនមិនអញ្ចឹងទេតែចាប់ផ្ដើមពីមានបញ្ហាអញ្ចឹងគឺរបៀបគាត់មើលទៅគឺជាមនុស្សម្នាក់អាកំបាំងណាយើងមើលទៅមនុស្សដូចលាក់អីក្នុងចិត្តអីចឹងណាតែស្រាអីក៏ដោយគឺគាត់បញ្ឈប់ទាំងអស់ដើម្បីខ្លួនខ្លាចទៅជាមនុស្សល្អប្រសើរហើយសង្ឃឹមថាគាត់អាចនឹងផុតពីរឿងរ៉ាវទាំងអស់ហ្នឹងព្រោះគាត់គិតថាដោយហើយអាមូលហេតុដំបូងដែលធ្វើឲ្យគាត់យកកូនពីសាកសពហ្នឹងគឺដោយសារតែលុយ$300គាត់គឺជាមនុស្សផឹកស៊ីអត់មានលុយផឹកស៊ី Yes ចាប់ពីថ្ងៃនោះមកនៅពេលដែលគាត់ឃើញរឿងអីមិនល្អក៏ដោយគាត់តែងតែដាស់តឿនអ្នកដទៃជានិច្ចហើយដោយសារតែគាត់ឃើញបលឹងឃើញអីអញ្ចឹងទើបគាត់ឲ្យតែឃើញគឺគាត់ប្រាប់ឲ្យថាអ្នកនឹងធ្វើអីចឹងណាដូចលើកនឹងអញ្ចឹងប៊ីឡើងទៅជន់លើដបូលឡានដើរអញ្ចឹងមកពីមុខអញ្ចឹងដោយហើយដល់ពេលហ្នឹងក៏គាត់ឃើញវិញ្ញាណរបស់ម្ចាស់ឡានគេមកឈរមើលឡានរបស់គេហើយអញ្ចឹងទើបគាត់ទៅប្រាប់ប៊ីនឹងទៅយើងអាសាឃើញអ្នកដែលអង្គុយលើដបូលឡានភាគច្រើនតែពួកសុបខាទេដោយសារឡាននឹងទៀបខ្លាំងបាទតែបូគេនេះអង្គុយអីប៉ុន្តែអ្នកខ្លះគេស្រឡាញ់ឡានគេហើយគេដឹងតែមានអ្នកកាន់អីហ្នឹងគឺក៏គេប្រកាន់ដែរទោះជាសុបខាដែរបានតែឈរមុខឡានថតតែអត់មានតែអង្គុយពីលើរបស់គេទេបានតែផ្អែកអីណា Yes អញ្ចឹងរឿងហ្នឹងគឺចាប់ត្រឹមប៉ុណ្ណឹងហើយយើងបានរៀនសូត្ររឿងមួយចំនួនដែរពីសាច់រឿងទាំងអស់ហ្នឹងព្រោះអីការដែលផឹកស្រាញៀនលបែងអីហ្នឹងគឺសិតសិនតែគេអបាយមុខដែរគេប្រាប់ថានាំទៅវិនិច្ឆ័យណាហើយគាត់បានបាត់បង់ទាំងប្រពន្ធទាំងកូនដោយសារតែការគិតខុសមកពេលជាមនុស្សដែលចេះមន្តអាគមអមអាតប៉ុន្តែកុំភ្លេចថាគ្រួសារខ្លួនឯងអត់ចេះទេអញ្ចឹងធ្វើអីក៏ដោយគួរតែគិតឲ្យបានវែងឆ្ងាយកុំគិតថំតែខ្លួនឯងចង់សុបាយតែខ្លួនឯងប៉ុន្តែភ្លេចគិតមនុស្សដែលខ្លួនឯងស្រឡាញ់នៅជុំវិញខ្លួនពេលខ្លះគ្នាអត់ដឹងអីផងដូចកូនគាត់ទាំងពីរនាក់នៅក្មេងអត់មានដឹងអីប្រពន្ធក៏អត់ដឹងអីតែទីបំផុតកូនត្រូវឡានកិនអាណល់ធំមែនតែនកូនម្នាក់ទៀតចេះហែទឹកបែរទៅជាលងទឹកប្រពន្ធទប់ចិត្តអត់បានចំកសម្រាប់ខ្លួនប៉ុន្តែទោះបីជារឿងរ៉ាវកើតឡើងយ៉ាងណាក៏ដោយយើងទៅសារគាត់ដែលគាត់អាចនៅធ្វើជាខ្លួនឯងបានបន្តជីវិតបានអញ្ចឹងណាហើយទីបំផុតរឿងរ៉ាវដែលគាត់បានឆ្លងកាត់គាត់បែរទៅជាមនុស្សម្នាក់ដែលអាចធ្វើល្អទៅឲ្យអ្នកដទៃផ្សេងទៀតគាត់អាចណែនាំគេជប់ឲ្យផឹកស្រាគាត់ប្រាប់ថាស្រាអត់ល្អគាត់អាចណែនាំឲ្យប៊ីនឹងជប់ជួបបរិយគាត់ណែនាំឲ្យប៊ីនឹងធ្វើចេះធ្វើចោះអញ្ចឹងទៅអញ្ចឹងពេលខ្លះរឿងរ៉ាវក៏វាផុតពីរឿងអាក្រក់ក៏វាជាមានរឿងល្អនៅក្នុងហ្នឹងដែរ